Leopard 3 Ultra Top Spec Full Option សេរីឆ្នាំ2025 Motor 2 4 Wheel Drive តម្លៃ 31800 បងប្អូនស្ដាប់អត់ច្រឡំទេតម្លៃ 31800 សួស្តីបងប្អូនទាំងអស់គ្នាចាជាមួយនាងខ្ញុំមិនស្ដាប់ទៀតអីថ្ងៃនេះដែរខ្ញុំមានរថយន្តមួយគ្រឿងចង់មកណែនាំជូនបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់តើតើជាមួយនឹងរថយន្តនៅខាងក្រោយខ្នងរបស់នាងខ្ញុំនេះគឺប្រភេទរថយន្ត Leopard 3 Ultra សេរីឆ្នាំ2025 Top Spec Full Option Motor 2 4 Wheel Drive ហើយតើតើជាមួយតម្លៃរបស់គេហ្នឹងគឺតម្លៃ 31800 បងអញ្ចឹងមកទស្សនាជាមួយនឹងវីដេអូនេះទាំងអស់គ្នាចង់ដឹងថាប្រភេទរថយន្តមួយគ្រឿងនេះមានលក្ខណៈពិសេសអីគេខ្លះតោះតាមដានទស្សនាទាំងអស់គ្នាចំពោះផ្នែកខាងមុខនៃរថយន្តនេះហ่าបងតើតើជាមួយនឹងផ្នែកចង្គៀងគឺគេ design ជាលក្ខណៈចង្គៀងពុតពីរគ្រាប់សងខាងអមជាមួយនឹងប្រភេទភ្លើង LED ពីរខ្សែបដិញគ្នាណាបងហើយអ្វីដែលរឹតតែពិសេសទៀតហ្នឹងគឺតើតើជាមួយនឹងកុំបខាងមុខនេះគឺបងអាចផ្ទុកអីវ៉ាន់បានមួយចំនួនធំហើយតើតើជាមួយនឹងការបិទបើកកុំបខាងមុខនេះគឺបងអាចបញ្ជាអូតូនៅលើ screen នៅខាងក្នុងឡានបានបងអញ្ចឹងបងគ្រាន់តែបញ្ជានៅខាងក្នុងឡានទៅគឺខាងមុខនេះគឺវាបិទបើកអូតូម៉ាទិកហ្មងបងហើយតើជាមួយនឹងរថយន្ត Leopard 3 Ultra 2025មួយគ្រឿងនេះហ្នឹងបងបើសិនជាយើងកន្លែងមើលទៅលើតួរថយន្តគឺជាលក្ខណៈរថយន្ត SUV ប៉ុន្តែបងក៏អាចប្រើជាលក្ខណៈ off road បានដូចគ្នាដែរព្រោះដោយសារប្រភេទរថយន្តនេះគឺជាលក្ខណៈ 4 wheel drive ណាបងហើយបើសិនជានិយាយទៅលើ driving range របស់ប្រភេទរថយន្តមួយនេះគឺតើជាមួយនឹង driving range គឺ501គីឡូម៉ែត្របងហើយបើសិនជានិយាយពី top speed របស់គេហ្នឹងគឺបងអាចរត់បានរហូតដល់201គីឡូម៉ែត្រក្នុងរយៈពេល1ម៉ោងបងឥឡូវយើងកន្លែងមកមើលតើជាមួយនឹងប្រភេទយ៉ាន់ហើយនឹងកង់វិញម្ដងបងអញ្ចឹងបងទាំងអស់គ្នាតើតើជាមួយនឹងទំហំកង់របស់គេគឺ19អ៊ីងណាបងហើយបើសិនជាយើងកន្លែងមកមើលទៅលើកញ្ចក់សងខាងវិញគឺមានបំពាក់ជាមួយនឹងកាមេរ៉ាពីរគ្រាប់សងខាងឬមួយក៏ហៅបានថាកាមេរ៉ា360បងហើយតើតើជាមួយនឹងកញ្ចក់មើលផ្លូវសងខាងនេះគឺមានភ្ជាប់ជាមួយនឹងប្រភេទបន្លាញ sport ដែរណាបងតើតើជាមួយនឹងបន្លាញ sport ហ្នឹងគឺងាយស្រួលមែនតើសម្រាប់បងដែលកំពុងតែបើកបរនៅលើដងផ្លូវហើយមានឧបសគ្គមកខាងស្ដាំឬមួយខាងឆ្វេងរថយន្តអីគឺបងអាចមើលឃើញទៅលើកញ្ចក់សងខាងនឹងបានដូចគ្នាបងឥឡូវយើងមកដឹងពី dimension នៃរថយន្តនេះវិញម្ដងបងតើតើជាមួយនឹងរថយន្តនេះគឺមានប្រវែងបណ្ដោយរបស់វាហ្នឹងគឺ4.6ម៉ែត្របងហើយបើសិនជានិយាយពីប្រវែងទៅតឹងរបស់វាហ្នឹងគឺ1.9ម៉ែត្រណាប្រភេទរថយន្តនេះហ្នឹងបងបើសិនជានិយាយពីកម្ពស់របស់វាវិញហ្នឹងគឺមានកម្ពស់1.7ម៉ែត្របងប្រភេទរថយន្តមួយគ្រឿងនេះណាហើយតើតើជាមួយនឹងទំហំថ្មរបស់វាវិញហ្នឹងគឺមានទំហំ 72.96 គីឡូវ៉ាត់ប្រភេទពួក battery type របស់វាគឺប្រភេទគេហៅថា lithium iron phosphate បងឬមួយក៏អាចហៅបានថាLEP ណាបងតើតើជាមួយនឹងប្រភេទ battery មួយនេះគឺវាមានភាពងាយស្រួលហើយវាមិនបង្កហានិភ័យក្នុងការឆេះរថយន្តណាបងហើយអ្វីដែលសំខាន់មួយទៀតហ្នឹងគឺតើតើជាមួយនឹងប្រភេទ battery នេះគឺវាមានភាព saving ជាមួយនឹង fast charge ផងដែរបងឥឡូវយើងកន្លែងមកមើលផ្នែកខាងក្រោយនៃរថយន្តនេះវិញម្ដងបងតើតើជាមួយនឹងផ្នែកខាងក្រោយនៃរថយន្តនេះគឺមានចំណុចពិសេសមួយដែលខ្ញុំចង់បង្ហាញជូនបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវចូលមកចិត្តតិចមកខ្ញុំនឹងបង្ហាញជូនបងតើតើជាមួយនឹងកាបូខាងមុខនេះណាបងគឺបងអាចផ្ទុកអីវ៉ាន់បានហើយបងគ្រាន់តែចុចកន្លែងប៊ូតុងកន្លែងនេះមួយមកចាគឺវាបើកអូតូម៉ាទិកជូនព្រោះកន្លែងនេះវាមានអានេះគេហៅប្រភេទបូមណាបងហើយបងអាចផ្ទុកអីវ៉ាន់នៅខាងក្នុងនេះបានមធ្យមបងចាឥឡូវយើងចូលមកផ្នែកខាងក្នុងវិញម្ដងបងតើតើជាមួយនឹងផ្នែកខាងក្នុងនេះវិញបងចាគឺបងអាចដាក់អីវ៉ាន់និយាយទៅដាក់បានគ្រប់សពហ្មងបងនៅចំណុចកន្លែងនេះបងអាចផ្ទុកកន្លែងនេះក៏បានហើយអ្វីដែលសំខាន់មួយទៀតដែលខ្ញុំចង់បង្ហាញបងទាំងអស់គ្នាហ្នឹងនេះបងគ្រាន់តែបើកកន្លែងចេញមកចាបងឃើញទេផ្នែកខាងក្រោយនេះគឺមានលក្ខណៈគេហៅថាដុំបាសបងដុំបាសមួយនេះនៅខាងក្រោយហើយបើសិនជាមើលមកខាងនេះវិញចាអ្វីដែលពិសេសហ្នឹងគឺនេះបងខារ៉ាអូខេមានជាមីក្រូចាបងអាចច្រៀងខារ៉ាអូខេនៅក្នុងនេះបានមួយឆ្ងាញ់អានេះតទៅជាមួយនឹងខ្សែសាកថ្មណាបងអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញជូនបងទាំងអស់គ្នាហ្នឹងគឺរថយន្តមួយនេះបានបំពាក់ជាមួយនឹងបាសមួយគ្រាប់នៅគូតខាងក្រោយហើយមានជាមួយនឹងមីក្រូអាចច្រៀងខារ៉ាអូខេនៅខាងក្នុងឡាននេះបានទៀតផងបងងាយស្រួលមែនតើសម្រាប់បងដែលចូលព្រៃបោះតង់ឬមួយក៏ camping ចង់គេងនៅក្នុងឡានអីបងគឺរថយន្តនេះមាន massage ជូនតែម្ដងបងឥឡូវយើងចូលមកដល់ផ្នែកខាងក្នុងនៃរថយន្តវិញម្ដងបងតើតើជាមួយនឹង interior ខាងក្នុងរថយន្តនេះបើសិនជាយើងនិយាយទៅលើដៃទ្វារមកមុនណាបងតើតើជាមួយនឹងដៃទ្វារខាងឆ្វេងដៃតកង់នេះបើសិនជានិយាយពី function នៅកន្លែងដៃទ្វារនេះគឺវាមាន function បិទបើកកញ្ចក់អូតូទាំង4ណាបងហើយបើសិនជាយើងមកមើលទៅលើកញ្ចក់វិញតើតើជាមួយនឹងកញ្ចក់នេះខ្ញុំសូមបញ្ជាក់ជូនបងបន្តិចតើតើជាមួយកញ្ចក់គឺយើងប្រើជាប្រភេទលក្ខណៈកញ្ចក់ពីរជាន់ណាបងដែលភាសាបច្ចេកទេសគេហៅថា double layer acoustic glass បងប្រភេទកញ្ចក់នេះណាបើសិនជានិយាយពីអត្ថប្រយោជន៍របស់វាវិញហ្នឹងគឺនៅពេលដែលបងបើកបទចម្រៀងនៅខាងក្នុងរថយន្តគឺបានន័យថាវាលើសលេងងំល្អនៅខាងក្នុងរថយន្តបងវាអត់
ចាញ់សលេងទៅខាងក្រៅច្រើនណានៅពេលដែលមានមនុស្សនៅខាងឈរពីខាងក្រៅរថយន្តរបស់បងគឺបានន័យថាគាត់អត់សូវលឺសលេងចេញពីរថយន្តរបស់បងម៉ានេះហើយអ្វីដែលសំខាន់មួយទៀតហ្នឹងនៅពេលដែលបងចតឡានកណ្ដាលថ្ងៃអីចឹងទៅគឺវាអត់សូវស្រូបក្តៅចេញចូលពីខាងក្រៅមកខាងក្នុងបានច្រើននៃបងប្រភេទ double glass នេះបងហើយបើសិនជាយើងនិយាយទៅលើមុខងារដៃទ្វារខាងតកង់នេះវិញបងតើតោងជាមួយនឹងពីរ function នេះគឺវាមានអត្ថប្រយោជន៍មែនតើសម្រាប់ដល់បងដែលគាត់មានកូនតូចៗនៅខាងក្នុងរថយន្តដែលអង្គុយនៅផ្នែកខាងក្រោយអញ្ចឹងតើតោងជាមួយនឹងពីរមុខងារនេះគឺបងអាច lock ទ្វារខាងក្រោយទាំងសងខាងជៀសវាងកូនតូចៗរបស់បងបើកទ្វារពីខាងក្នុងចេញទៅខាងក្រៅបានណាបងអញ្ចឹងបងអាចប្រើ function 2ហ្នឹងដើម្បី lock បានទាំងសងខាងបងចានេះវាជាអត្ថប្រយោជន៍មួយជូនដល់បងដែលគាត់មានកូនតូចៗនៅខាងក្នុងរថយន្តណាបងតើតោងដៃចង្កូតគឺយើងប្រើជាលក្ខណៈចង្កូតអេឡិចត្រូនិកបងចំពោះចង្កូតនេះគឺវាមានភាពងាយស្រួលបើកបរហើយជាពិសេសនៅពេលដែលបងបើកបរលឿនលឿនគឺវាជួយបន្តឹងចង្កូតជូនបងនៅពេលដែលបងបើកលឿនយឺតគឺវាមានភាពធូរងាយស្រួលក្នុងការបត់បែនណាបងប្រភេទចង្កូតអេឡិចត្រូនិកមួយនេះណាបងហើយបើសិនជាយើងនិយាយទៅលើ screen digital វិញតើតោងជាមួយនឹង screen digital នេះគឺមានទំហំ 8.8 អ៊ីងបងចាងាយស្រួលមើលមែនតើហើយអ្វីដែលសំខាន់ហ្នឹងគឺបងអាចបញ្ជា function មួយចំនួនទៅលើដៃចង្កូតបានឧទាហរណ៍ដូចជា function driving mode drive mode នេះគឺបងអាចបញ្ជាវាចង់ដូរវាទៅលើ function mode មួយណាក៏បានដែរទៅតាមដៃចង្កូតនេះចាហើយជាពិសេសគឺទៅលើស្ថានភាពផ្លូវវិញគឺវាមានច្រើនណាបងតើតោងជាមួយនឹងស្ថានភាពផ្លូវគឺបងអាចសេរីចង់ចុចទៅលើស្ថានភាពផ្លូវមួយណាក៏បានដែរទៅតាមដៃចង្កូតនេះដូចគ្នាបងកន្លែងមកមើល center screen នៅចំកណ្ដាលនេះវិញម្ដងបងតើតោងជាមួយនឹង center screen នេះគឺមានទំហំ 15.6 អ៊ីងអមជាមួយនឹង 2.5K HD បងតើតោងជាមួយនឹង screen ខាងមុខនេះគឺវាមានភាពងាយស្រួលក្នុងការ scroll មែនតើបងជាពិសេសគឺបងអាចមើល map នៅក្នុង screen នេះបានណាបងគឺងាយស្រួលមែនតើចំពោះ screen នៅចំកណ្ដាលនេះគឺវាមាន function ចំពោះកៅអីបងគឺវាមានកៅអីក្តៅហើយនិងកៅអីត្រជាក់ហើយចំពោះមុខងារនេះគឺវាមានតែពីរខាងមុខទេបងគឺខាង driver ជាមួយនឹងខាង passenger ហើយចំពោះខ្យល់ត្រជាក់គឺបងអាចចុចវានៅលើ screen នេះបានណាបងចាអញ្ចឹងនៅពេលដែលបងបើកគឺវាមានសភាពបែបនេះបើសិនជាបងចង់បិទវិញគឺបងគ្រាន់តែចុច all close it នេះមកគឺវាបិទហើយហើយនេះចំពោះខ្យល់ត្រជាក់បើសិនជាបងចង់ select ទៅយកខ្យល់ក្តៅវិញគឺបងចុចកន្លែងនេះមកវាមានមុខងារបិទបើកដូចគ្នាបងហើយបងតើតជាមួយនឹង function រថយន្តនេះវិញម្ដងអញ្ចឹងនៅក្នុង function នេះគឺបងអាចបិទបើកកាបូខាងមុខដាក់អីវ៉ាន់បានណាដូចដែលខ្ញុំដើរវីដេអូខ្ញុំជំរាបជូនបងអញ្ចឹងណាអញ្ចឹងនៅពេលដែលបងចង់បើកខាងមុខនោះបងគ្រាន់តែចុចកន្លែងថា front track នេះមកចាហើយចុច open មកចាំមើលវានឹងបើក automatic ជូនណាបងចាហើយបើសិនជាក្នុងករណីបងចង់បិទវិញបងគ្រាន់តែចុចកន្លែងហ្នឹងដដែលមកហើយបងយកស្លេចពាក្យថា close នេះមកគឺវាបិទ automatic ជូនបងដូចគ្នាឥឡូវយើងក៏លេចមកមើលតើតោងអំពី drive mode វិញម្ដងបងអញ្ចឹងតើតោងជាមួយនឹង drive mode គឺវាមានទាំងអស់វាមានដូចជា auto ចាវាមាន snow វាមាន sun វាមាន matte mountain ហើយនិង drift បងអ្វីដែលខ្ញុំបានន័យថា surprise មែនតើហ្មងហ្នឹងគឺប្រភេទរថយន្តនេះគឺវាមាន drive function បងចាហើយប្រភេទរថយន្តនេះគឺប្រភេទរថយន្ត EV លក្ខណៈ SUV ប៉ុន្តែគឺវាមាន function drift បានទេបងគឺពិតជាមិននឹកស្មានដល់ណាបងកុំតន់អស់រំលងវីដេអូនេះបងតើតោងជាមួយនឹង function ខាងក្នុងរថយន្តនេះមិនមែនមានត្រឹមតែប៉ុណ្្នឹងទេបងតើតោងជាមួយនឹង function ខាងក្នុងរថយន្តនេះគឺមានគេហៅថាទូទឹកកកទៀតបងអញ្ចឹងតើតោងជាមួយនឹងទូទឹកកកនេះបងគឺវាមាន cooling ជាមួយនឹង heating បងអញ្ចឹងតើតោងជាមួយនឹង cooling នេះឥឡូវមកមើលខាងនេះវិញបងចាកន្លែងនេះគឺគេហៅថាទូទឹកកកណាបងអញ្ចឹងទូទឹកកកនេះបើសិនជានិយាយពីត្រជាក់របស់វាមកហ្នឹងគឺមានរហូតដល់16អង្សាសេបងហើយបើសិនជានិយាយពី heating របស់វាវិញហ្នឹងគឺមានរហូតដល់50អង្សាសេបងអាចមូលនៅកន្លែងនេះក៏បានបដូរ function នៅកន្លែងនេះក៏បានឬមួយក៏ចុចនៅលើ screen ក៏បានដែរបងគឺមែនតើបងហើយតម្លៃតែ 30000 ជាងណាបងរថយន្តនេះហ៎ហើយតើតោងជាមួយនឹងផ្នែកខាងមុខរថយន្តនេះវិញបងគឺវាមានបំពាក់មកជាមួយនឹង wireless charge ចំនួន1បងអាចសាកថ្មដោយមិនចាំប្រើខ្សែនៅកន្លែងនេះបានណាបងនៅមាន function មួយទៀតដែលខ្ញុំចង់បង្ហាញជូនបងវាបើសិនជានិយាយទៅគឺវា surprise មែនតើណាបង function ហ្នឹងគឺគេហៅថា function camping ព្រោះដោយសារឡាននេះគឺយើង focus ទៅលើការ off road ដូចគ្នាអញ្ចឹងនៅពេលដែលបងចូលក្នុងព្រៃបងចង់ឲ្យវាមើលទៅវារៀង romantic ចាបងចុចនៅលើកន្លែង camping mode នេះចាឃើញបងគឺវាមានពលឺភ្លេងជាលក្ខណៈភ្លើងនៅខាងក្នុងរថយន្តហ្នឹងណានៅពេលដែលយើងសម័យថាយើងចូលនៅក្នុងព្រៃបោះតង់ហើយយើងគេងនៅក្នុងរថយន្តនេះយើងបើកដបូលខាងលើអស់ទៅយើងបើកcamping mode នេះបន្ទាប់មកបងគេងមើលផ្កាយជាមួយនឹងដៃគូរបស់បងនិយាយពិតជា romantic មែនតើបងឥឡូវយើងចូលមកដល់ពីប្រព័ន្ធសុវត្ថិភាពនៃរថយន្តនេះវិញម្ដងបងតើតោងជាមួយនឹងប្រព័ន្ធសុវត្ថិភាពនេះគឺមានគេហៅថាប្រភេទ front cross traffic បងតើតោងជាមួយនឹងមុខងារនេះគឺនៅពេលដែលបងឆ្លងផ្លូវបើសិនជាមាន
ឧបសគ្គមកពីមុខកាត់ឡានមកបងគឺវាមាន function ជាលក្ខណៈ alert គ្រាន់តែជាផ្ដល់សញ្ញានៅក្នុងរថយន្តឬមួយក៏វាមាន alert បូកជាមួយនឹង braking ទៀតអញ្ចឹង alert បូកមួយ braking ហ្នឹងគឺវាបានន័យថាវាមិនត្រឹមតែផ្ដល់ជាសញ្ញានៅក្នុងរថយន្តជូនបងគឺបានន័យថា Frank របស់បងហ្នឹងគឺវាជន់ automatic ជូនបងបន្ថែមទៀតបងហើយវាមានមកជាមួយនឹង forward collision warning ទៀតបងតើតជាមួយនឹង collision warning នេះនៅពេលដែលបងបើកគៀកទៅនឹងរថយន្តខាងមុខរបស់បងគឺវាalert បានន័យថាវា alert ជាសញ្ញាគ្រោះថ្នាក់នៅក្នុងរថយន្តជូនបងបន្ថែមទៀតណាបងហើយតើតជាមួយនឹងមុខងារ automatic emergency braking នេះគឺបានន័យថាដូចមុខងារខាងលើនេះចឹងបងបានន័យថាវាដូចទៅនឹងមុខងារ forward collision warning នេះដូចគ្នាប៉ុន្តែគ្រាន់ថាប្រភេទ warning នេះវាគ្រាន់តែជាផ្ដល់សញ្ញាគ្រោះថ្នាក់នៅក្នុងរថយន្តដល់បងឯងប៉ុន្តែតើជាមួយនឹង automatic emergency braking នេះគឺវាមិនត្រឹមតែផ្ដល់ជាសញ្ញាគ្រោះថ្នាក់ក្នុងឡានជូនបងឯងគឺវាបន្ថែមជាមួយនឹងការជន់ Frank auto ជូនដល់បងបន្ថែមទៀតណាបងគឺពិតជា safety មែនតើបងចំពោះរថយន្តមួយនេះហើយបន្ថែមពីហ្នឹងគឺវាមានមុខងារ rear cross traffic បានន័យថានៅពេលដែលបងអាយ៉ៃថយក្រោយគឺវាមានពីរ option ជូនណាបងចង់ select ត្រឹមតែ alert ក៏បានដែរបើមិនជាបង select យកត្រឹមតែ alert នៅពេលដែលឡានបងអាយ៉ៃថយក្រោយពេលមានឧបសគ្គមកពីក្រោយឡានបងគឺវា alert ជាសញ្ញាគ្រោះថ្នាក់នៅខាងក្នុងរថយន្តជូនបងហើយបើមិនជាបង select យកពាក្យថា alert បូក braking នេះបានន័យថាវាមិនត្រឹមតែ alert ផ្ដល់សញ្ញាគ្រោះថ្នាក់ក្នុងរថយន្តជូនបងគឺវាថែមទាំងជន់ Frank automatic ជូនបងបន្ថែមទៀតបងគឺពិតជាសុវត្ថិភាពខ្លាំងមែនតើបងហើយតើតងជាមួយនឹង blind spot នេះគឺដូចខ្ញុំបង្ហាញជូនបងនៅខាងដើមវីដេអូអញ្ចឹងនៅពេលដែលបងរត់តាមដងផ្លូវមានឧបសគ្គមកពីខាងឆ្វេងឬមួយក៏ខាងស្ដាំដៃនៃរថយន្តរបស់បងគឺវា alert ទៅលើកញ្ចក់មើលផ្លូវសងខាងរថយន្តរបស់បងហើយតើតងជាមួយនឹង door open vending នេះនៅពេលដែលបងបើកទ្វារបើសិនជាមានរថយន្តមកគៀកទ្វារបងគឺវាផ្ដល់សញ្ញាគ្រោះថ្នាក់នៅក្នុងរថយន្តជូនបងបន្ថែមទៀតចំពោះមុខងារមួយនេះបងគឺវាផ្ដល់សញ្ញាគ្រោះថ្នាក់ជូនបងនៅពេលដែលបងបើកបរនៅក្នុងស្ថានភាពផ្លូវកំពុងតែកោងខ្លាំងបែបនេះហើយនៅពេលដែលបងបើកបរនៅក្នុងស្ថានភាពផ្លូវកោងហើយបងជន់ល្បឿនលឿនទេគឺវាផ្ដល់ជាសញ្ញាគ្រោះថ្នាក់ឲ្យបងបន្ថយល្បឿនចាហើយសម្រាប់ emergency lane keeping នេះនៅពេលដែលបងបើកបរផ្លូវដែលមានឡានហើយចង្កូតបងវារៀងរេទៅចូលឡានរបស់គេគឺវាជួយទាញចង្កូតបងឲ្យមករកក្នុងឡានខ្លួនឯងវិញប៉ុន្តែតើតជាមួយនឹងមុខងារមួយនេះគឺសម្រាប់តែបងជន់ល្បឿនចាប់ពី60ឡើងទៅឯងបងហើយមកវិញទៀតបងតើតជាមួយនឹងមុខងារចូលចតអូតូនេះបងអញ្ចឹងបងចុចកន្លែងparking auto parking នេះនៅពេលដែលបងចុចពាក្យថា auto parking នេះគឺវាមាន view auto park ជាមួយនឹង valet park តើជាមួយនឹង auto park នេះវាខុសជាមួយនឹង valet park បង auto parking នេះនៅពេលដែលបងនៅក្នុងរថយន្តហើយបងចង់ឲ្យវាចូលចតអូតូឲ្យគឺបង select យកពាក្យ auto parking ប៉ុន្តែនៅពេលដែលបង select យកពាក្យថា valet park នេះបានន័យថាគឺបងនៅខាងក្រៅរថយន្តហើយបងមាន smart key ជាប់នឹងខ្លួនអញ្ចឹងនៅពេលដែលបងចេញពីរថយន្តក៏ដោយក៏រថយន្តនេះវា auto parking automatic ជូនទោះបីជាមិនមានមនុស្សនៅក្នុងរថយន្តក៏ដោយបងហើយអ្វីដែលសំខាន់មួយទៀតហ្នឹងគឺនៅពេលដែលវា auto parking ជូនរួចរាល់ហើយគឺវាផលិតឡានហ្នឹងជូន automatic ថែមទៀតបង function នេះគឺពិតជាលយមែនតើបងហើយចំពោះកញ្ចក់នៅខាងមុខនេះវិញបងគឺវាបិទបើកភ្លើងអូតូជូនបន្ថែមទៀតអញ្ចឹងងាយស្រួលមែនតើសម្រាប់បងស្រីនៅពេលដែលគាត់ចង់បន្ថែមក្រែមឬមួយបន្ថែមម្សៅអីបងគ្រាន់តែទាញអាហ្នឹងចុះមកក្រោមមកគឺវាបើកភ្លើងអូតូបន្តិចជូនបងពិតជាលយមែនតើសម្រាប់ខ្ញុំអ្នកលក់ខ្ញុំឆ្លាញ់រថយន្តមួយគ្រឿងនេះដែរបងមានលុយទៅទិញឯងចាហើយឥឡូវយើងចូលមកដល់កន្លែងនេះវិញម្ដងតែតើជាមួយនឹងភ្លើងខាងក្នុងរថយន្តនេះគឺបងគ្រាន់តែថាច់វានៅខាងលើហ្នឹងហើយគឺវាលោតភ្លើងឲ្យហ្មងមិនចាំប្រើប៊ូតុងចុចអីទេគឺទំនើបមែនតើហ្មងគ្រាន់តែថាច់ចឹងមកគឺវាបិទបើកអូតូជូនហ្មងចាអានេះគឺលយមែនតើហ្មងហើយអានេះគឺតកតងជាមួយនឹង function បើកដបូលខាងលើណាបងអញ្ចឹងនៅពេលដែលបងបើកទៅគឺទាំង sunroof ទាំងកញ្ចក់បើសិនជានិយាយពីកញ្ចក់គឺបើកបានពាក់កណ្ដាលបងតែបើសិនជានិយាយពី sunroof របស់វាវិញគឺបើកបានរហូតដល់ខាងចុងហ្មងណាបងប្រភេទដបូលលើនេះគឺតម្លៃតែ 30000 ជាងហើយមាន function ជាច្រើននៅខាងក្នុងរថយន្តចាស់ទៀតបងរហូតណាបានបងប្រកាសជាពិចារណារថយន្តមួយគ្រឿងនេះហើយតកតងជាមួយនឹង beam light ខាងក្នុងរថយន្តនេះបងគឺមានពណ៌រហូតដល់256ពណ៌បងអ្វីដែលរត់តែសំខាន់ហ្នឹងគឺតកតងជាមួយនឹងភ្លើង beam light នេះគឺវាលោតទៅតាមចង្វាក់ភ្លេងនៃខាងក្នុងរថយន្តបងទៀតបងអាចមើលទៅក្នុងវីដេអូនេះបានបងទាំងអស់គ្នាបន្ទាប់ពីនាងខ្ញុំបានធ្វើការ review នៅរថយន្តមួយគ្រឿងនេះហើយមកណាបង
គឺសូមតែនាងខ្ញុំជាអ្នក review ផ្ទាល់នេះក៏មានអារម្មណ៍ថាស្រឡាញ់ហើយនឹងចង់បានរថយន្តមួយគ្រឿងនេះខ្លាំងមែនតើបងអានេះនិយាយចេញពីចិត្តណាបងគឺខ្ញុំពិតជាជាប់ចិត្តជាមួយនឹងរថយន្តមួយគ្រឿងនេះខ្លាំងមែនតើបងអញ្ចឹងបើសិនជាបងចំណាប់អារម្មណ៍ហើយចង់ធ្វើការសាកសួរព័ត៌មានកុំភ្លេចទាក់ទងមកតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងក្រោមវីដេអូនេះឬមួយក៏ឆាតចូល page ឬមួយក៏ add Telegram មកនេះខ្ញុំសាកសួរព័ត៌មានលម្អិតបន្ថែមបានហើយបើសិនជាបងចង់អញ្ជើញមកមើលផ្ទាល់បងអាចអញ្ជើញមក showroom LB Auto Cambodia ដែលមានទីតាំងស្ថិតនៅលើផ្លូវអង្គញាំមងរទ្ធីជាប់ stop Aeon 2កុំភ្លេចមកទាំងអស់គ្នាបង